ចឹងមិនចាំបាច់និយាយច្រើនកម្ពុជាប្រកាសចំហដាច់ណាត់ត្រៀមទៅបូកោតងថៃទៅឬមិនទៅគឺជារឿងរបស់ថៃសុទ្ធសាធក្រសួងការបរទេសថាទៅនាយករដ្ឋមន្ត្រីថាទៅមេតបថាមិនទៅគឺជារឿងរបស់ថៃទេព្រោះអាប្រជុំពីរនេះនេះប្រជុំប្រហែលឆ្នាំហើយឥឡូវមិនដឹងថាសភាមានក្រុមប្រជុំឬអត់មកនេះសភាមានក្រុមប្រជុំឬអត់ព្រោះកាលពីថ្ងៃសុក្រនោះម៉ោង9កន្លះបានតែ160ទេ160ម៉ោងមកតំណប់កន្លះបាន260ក្នុងពេលដែលក្រុមត្រូវការ277ដល់ល្ងាចបានប្រជុំដេញដោលគ្នារួចហើយលើកពេលថាមកថ្ងៃនេះអញ្ចឹងអា3មិនតន់ឲ្យហើយកម្ពុជាសុខចិត្តទៅទៀតអា3ទោះបីឲ្យសច្ចាប័នឬមិនឲ្យសច្ចាប័នកម្ពុជាគោរពការអញ្ជើញរបស់ឥណ្ឌូនេស៊ីទៅប្រជុំទោះបីកំណត់ហេតុទាំង3ដាក់ទុកចោលតាំងពី2008 2009រហូតដល់ឥឡូវមិនទាន់ឲ្យមិនប្រកាសថាឲ្យសច្ចាប័នបានព្រោះពួកអាវលឿនឥឡូវនេះប្រកាសថាណាលើកដៃនឹងកាត់ទោសប្រហារជីវិតវាដូចជារដ្ឋមួយហើយ